សួស្តីក៏ដូចជាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពដែលយើងត្រៀមឧបករណ៍ដើម្បីធ្វើដំណើរតើការចាប់សត្វរីគេធ្វើរបៀបណាសូមបងប្អូនទស្សនានៅវីដេអូនេះទាំងអស់នេះគឺផ្លូវដែលហួសទៅអ្នកភូមិទៅខាងភូមិថ្មីបាទភូមិថ្មីយើងធ្វើដំណើរជិះផ្ទះទៅប្រហែលជា3គីឡូផ្លូវធ្វើដំណើរមិនសូវមានផ្ទះប្រជាពលរដ្ឋប៉ុន្មានទេដោយសារតែនៅតំបន់ដែលយើងទៅចាប់ហ្នឹងគឺសម្បូរទៅដោយចកាយើងធ្វើដំណើរទៅដល់កន្លែងចាប់បាយបាទបន្តិចទៀតចាប់ផ្ដើមឮសំឡេងកងរំពងពេញព្រៃបាទសំឡេងគឺនិយាយគ្នាដោយសារតែថ្លង់រៃយំបាទនេះយើងមកដល់កន្លែងចាប់ហើយបងប្អូនតែយើងដើររៀបចំនៅវ៉ាន់យើងចោះចាប់តែម្ដងយើងមាន7ទៅផ្អែករូបវាឃើញដោយសារតែវានៅក្នុងដីតាមគល់ឈើតាមអីតាមmấyឈើដែលងាប់គេដីហ្នឹងវាងើបមកដើម្បីស្លាប់ដល់អីហៅទៅពីរៃអញ្ចឹងបងប្អូនវានៅបែបនេះឯងវាជិះពីដីមកដើម្បីសកខ្លួនទៅពីរៃអីនេះមកជើហ្នឹងហើយយើងដើរមើលនេះនេះមិនក៏ឡើងខ្សែហ្នឹងទេនេះអូយនេះទឹកទៅរយនេះថប់mana ada tadi mah. Tak bantunya sekolah. Itu bukan jangan. Ini sih. Tiếp đây nó có một chuyện nhiều một chuyện tiền kia đấy
ดูคนนั้นเลยបាទបន្ទាប់ពីយើងបានដើរចាប់រយៈពេលប្រហែលពី3ម៉ោងមកបាននេះលទ្ធផលគឺបានពនេះឯងបងប្អូនបាទបងប្អូននេះគឺជាលទ្ធផលដែលយើងត្រឡប់មកដល់ផ្ទះវិញគឺយើងចាក់វាលាងសម្អាតអញ្ចឹងបងប្អូននេះបានតែប៉ុណ្្នឹងឯងបងប្អូនបានប៉ុណ្្នឹងសម្អាតវាឲ្យស្អាតដើម្បីយើងហាលវាហើយស្រោះទឹកទុកព្រឹកដើម្បីយើងធ្វើការបំពងអញ្ចឹងបងប្អូនយើងចាប់ផ្ដើមដាក់បំពងវាព្រៃដែលយើងចាប់ពីយប់ហ្នឹងបងប្អូនយើងយកមកបំពងខ្លាញ់វាឲ្យក្រៀមបន្តិចដើម្បីយើងធ្វើការស្រង់វាឲ្យស្រស់ដើម្បីធ្វើការក្រឡុករ៉ូឌីជាមួយម្ទេសជាមួយស្លឹកខ្ទឹមបងប្អូន
យើងបំពងរួចរាល់នេះបាទយើងក្លុកជាមួយរ៉ូឌីជាមួយម្ទេសជាមួយស្លឹកខ្ទឹមអញ្ចឹងបងប្អូនឲ្យវាឈ្ងុយ